Bạnសួស្តីនៅក្នុងមេរៀននេះខ្ញុំសូមបង្ហាញអំពីការប្រើប្រាស់ Smart Art វិញម្ដងបាទ Smart Art គឺជាការសង់ជាគេថាហេដ្ឋារចនាសម្ព័ន្ធមួយដែលយើងសង់តាម Smart Art វាមានលក្ខណៈងាយស្រួលច្រើនបាទនេះបើសិនជាយើងអត់មាន Smart Art ទេយើងគូតាម shape មើលទៅវារៀងច្រើនស្មុគស្មាញដែរប៉ុន្តែបើយើងចេះប្រើប្រាស់ Smart Art វាជារឿងងាយស្រួលសម្រាប់ការធ្វើហេដ្ឋារចនាសម្ព័ន្ធឬសម្រាប់ស្ថាប័នឬក៏ក្រុមហ៊ុនអ្វីមួយហ្នឹងអញ្ចឹងនេះខ្ញុំសូមបង្ហាញអំពីការប្រើប្រាស់ Smart Art នៅក្នុង Microsoft Word បើចឹងយើងបើក Microsoft Word យើងមកបើចឹងដើម្បីដាក់ Smart Art បានយើងត្រូវមើលថាទម្រង់យើងជាទម្រង់បែបណាឧទាហរណ៍របស់យើងនេះបាទឧទាហរណ៍របស់យើងនេះបាទវាជាទម្រង់គេហៅថា hierarchy បាទអញ្ចឹងនៅក្នុងទម្រង់ហ្នឹងគឺយើងចូលទៅក្នុង insert យើងយកពាក្យថា smart art ទម្រង់របស់យើងនេះគឺនៅក្នុងពាក្យថាបាទ hierarchy បាទនេះជាស្ថិតនៅក្នុងទម្រង់មួយនេះបាទយើងយកទម្រង់មួយហ្នឹងដែលវាជាតម្រូវការរបស់យើងត្រូវយកហ្នឹងចឹងទៅហើយយើងយកពាក្យថា OK បើនេះ default របស់វាមានមេវាមាន assistant វាមានកូនអីចឹងទៅបាទអញ្ចឹងយើងត្រូវមើលទៅតាមទម្រង់របស់យើងថាតើយើងចង់ធ្វើតាមទម្រង់មួយណាបើអញ្ចឹងឧទាហរណ៍ដូចនៅក្នុងរបស់យើងនេះបាទនេះឧទាហរណ៍ទី2ខ្ញុំចាំមកបាទឧទាហរណ៍ទី1ក៏បានដែរចាំវាមានឧទាហរណ៍ទៀតនៅខាងលើបាទនេះឥឡូវយើងស្រួលជាងណាបាទខ្ញុំឧទាហរណ៍ប្រវាក់ហ្មងទៅបាទអញ្ចឹងនេះនៅក្នុង Smart Art នេះយើងមើលទៅហាក់ដូចជាមានភាពស្មុគស្មាញប៉ុន្តែដូចខ្ញុំនិយាយដដែលអញ្ចឹងកាលណាយើងចេះ Smart Art ចេះប្រើ Smart Art ហ្នឹងគឺវាមិនមែនជាបញ្ហាសម្រាប់យើងទៀតទេបាទអញ្ចឹងនៅក្នុងនេះយើងត្រូវ design ទម្រង់បែបម៉េចឲ្យដូចនឹងបោះដែលយើងចង់បានអញ្ចឹងយើងត្រូវស្គាល់ថានេះជាអីអានេះជាអីអានេះជាអីអានេះបែកមកចេះជាអីអាកាន់កាន់សងខាងចេះជាអីកាន់មកខាងនេះជាអីកាន់មកខាងនេះជាអីបាទអញ្ចឹងតើយើងយល់ច្បាស់អំពីហ្នឹងបាទអញ្ចឹងឧទាហរណ៍ត្រួសនៅខាងលើនេះដូចយើងដឹងស្រាប់ហើយបាទហ្នឹងគឺជាមេគេអញ្ចឹងទៅបន្ទាប់ពីមេគេយើងមានកូនហើយនៅក្នុងកូនហ្នឹងគេមានកូនតទៀតនេះមានកូនតទៅទៀតអញ្ចឹងទៅប៉ុន្តែដោយឡែកនៅក្នុង line department D នេះវាខុសគេបន្តិចត្រង់ថានៅក្នុងនេះយើងមើលបើយើងតាមមើលខ្សែអានេះមានកូនហើយចុះកន្លែងនេះជាអីបាទកន្លែងហ្នឹងគេហៅថាជា assistant បាទអញ្ចឹងនៅក្នុងហ្នឹងយើងចាំមើលថាតើការ add កូន add assistant add អីអស់ហ្នឹងគេ add យ៉ាងម៉េចបើចេះយើងមាន president មេឬថាយើងមានកូន4បាទអញ្ចឹងកន្លែងនេះខ្ញុំលុបចោលខ្ញុំរៀបវាមកបើចឹងខ្ញុំ click លើនេះខ្ញុំចង់ add កូនវា4បន្ថែមទៀតនេះកូន4បន្ថែមទៀតបើចឹងខ្ញុំ click នៅលើ design ខ្ញុំយកពាក្យថា add shape និយាយថា add shape below អានេះ add កូនវាមួយចឹងនៅក្នុងនេះដូចគ្នាបើសិនជាខ្ញុំឈរនៅលើកូនវាខ្ញុំអត់យក add shape below ទៀតទេព្រោះខ្ញុំចង់ add កូនរបស់តិចខាងលើនេះចឹងខ្ញុំបើសិនខ្ញុំឈរខាងក្រោមនេះខ្ញុំអត់យក add shape below ទៀតទេខ្ញុំយក add shape after បាទឧទាហរណ៍បើសិនជាខ្ញុំឈរនៅលើតិចនេះទើបខ្ញុំយក add shape below បាទបើសិនជាខ្ញុំឈរនៅលើកូនវាតឹមគ្នាហ្នឹងគឺខ្ញុំយកថា add shape after អញ្ចឹងខ្ញុំបានកូន shape 4បើចឹងយើងមើលទៀតនៅក្នុង shape មួយខាងនេះគេហៅថា department A នេះវាមានកូនវា2ទៀតបាទចឹងខ្ញុំ click លើចុងខាងឆ្វេងនេះមកខ្ញុំរៀបឲ្យធំមកទៅស្រួលគឺចុងខាងឆ្វេងហ្នឹងវាមានកូនវា2ចឹងខ្ញុំ add shape below ဆိုខ្ញុំឈរលើកូនវាហើយខ្ញុំចង់ add តទៀតឲ្យតឹមគ្នាហ្នឹងខ្ញុំអានថា add shape after ឬក៏បើសិនខ្ញុំឈរលើមេវានេះខ្ញុំយក add shape below ដូចគ្នាបាទចេញដូចគ្នាចឹងយើងមើលនៅក្នុងទម្រង់យើងនេះវានេះកាន់pure វានេះវាបែរមកខាងនេះចឹងដូចគ្នាខ្ញុំ click នៅលើដៃនឹងមកដើម្បីខ្ញុំចង់បដូរទិសដៅវាឲ្យមកខាងនេះវិញខ្ញុំយកពាក្យថា layout
បាទយើងយកពាក្យថា left handing បាទដូរមកខាងនេះវិញហើយបើចឹងយើងមានទៀតនៅក្នុង product B department B នេះយើងមានកូនវា4បើចឹងយើង add កូនមួយទៀតមក accept សំទោសយក accept below នេះមកយើងធ្វើមើលបាទ accept below តែបើសិនខ្ញុំឈរលើនេះខ្ញុំអត់យក accept below ទេគឺខ្ញុំយក accept after សូមម្ដងទៀតណាបើសិនខ្ញុំឈរលើនេះខ្ញុំយក accept ចង់ add កូនមានតំគ្នាហ្នឹងខ្ញុំយក accept after តែបើសិនខ្ញុំឈរលើមេវាអញ្ចេះខ្ញុំត្រូវយក accept below បាទខ្ញុំចង់អានតំគ្នាខ្ញុំចង់ add accept after បើចេញខ្ញុំបានកូនវា4ក៏ប៉ុន្តែនៅក្នុងរបស់យើងនេះយើងឃើញវាកាន់តំ4ហ្នឹងវាតែបច្ចេកពីសងខាងហើយខ្សែវាមកកណ្ដាលបាទអញ្ចឹងដូចគ្នានៅក្នុងនេះយើងស្ដេចនៅលើខ្សែវាមួយមករួចហើយយើងយកពាក្យថា layout យើងយកពាក្យថា boss យើងបានវាកាន់នៅកណ្ដាលដូចគ្នាបាទរួចហើយនៅក្នុង department C យើងមានកូនមួយចឹងខ្ញុំគ្លីក department C នេះមកខ្ញុំយកថា accept below បាទអញ្ចឹងយើងអត់មានអីត្រូវកែទេព្រោះវាត្រូវតាមខ្សែដែលយើងចង់បានហើយបាទមកទៀត department D វិញម្ដងយើងមើលនៅក្នុងនេះវាមានកូនទី2ហើយអាបែកមកឆ្វេងចេះគេហៅថា assistant ហើយនៅក្នុង assistant វាមានកូនវាមកមួយទៀតបាទអញ្ចឹងដូចគ្នានៅក្នុងនេះខ្ញុំ add set below មកបាទខ្ញុំឈរលើមេនេះខ្ញុំ add set below សូមបញ្ជាក់ម្ដងទៀតណាបើសិនខ្ញុំឈរលើនេះខ្ញុំចង់ add set បន្តគ្នាហ្នឹងខ្ញុំយក add set after តែបើសិនខ្ញុំឈរលើមេវាគឺខ្ញុំយក add set below បាទនេះអញ្ចឹងយើងមើល heading capture មិនគឺ capture លក្ខណៈបែបនេះអញ្ចឹងអានេះ click លើដៃវាមកគេហៅថា standard បាទអញ្ចឹងអត់ទាន់ត្រូវនៅឡើយទេនៅលើរបស់យើងនេះវាមានខ្សែ department D នេះវាមាន assistant មួយទៀតអញ្ចឹងក្នុងការដាក់ assistant យើងឈរលើ set មេមករួចហើយយើង accept យើងពាក្យថា add assistant នេះជាយើងមើលនៅក្នុង assistant វាមានកូនមួយទៀតអញ្ចឹងយើងយក accept below បាទនេះជាយើងមើលដៃព្យួរកាន់អត់ត្រូវទេយើងកាន់ពីលើអញ្ចឹងយើង click លើខ្សែមកបាទខ្សែហ្នឹងគឺយើងយកថា standard នេះជាយើងបានជាទម្រង់ប៉ុណ្ណឹងអញ្ចឹងយើងវាយតិចយើងបញ្ចូលមកមាន president ហើយយើងមាន department product A B នេះគឺ C នេះគឺ D បើចានេះគឺ research and development research and development ដូចគ្នា research and development ដូចគ្នាបាទនេះគឺ manufacturingជានេះគឺ accounting/finance នេះគឺ marketing បាទនេះគឺ research and development បាទហើយនេះគឺ assistant product B បាទនេះគឺ procurement នេះគឺ training safety បាទមួយចុងក្រោយនេះគឺ legal បាទអញ្ចឹងនេះការបង្កើត smart art តាមទម្រង់ហេដ្ឋារចនាសម្ព័ន្ធដែលយើងចង់បានគឺយើងមានប៉ុណ្ណឹងបាទ
ចឹងសូមអរគុណសម្រាប់ការទស្សនាវីដេអូហើយក៏សូមអរគុណសម្រាប់ការ Subscribe Like ហើយនិង Share វីដេអូនេះផងដែរសូមអរគុណ